បងប្អូនដែលចេញល្បាតបើឃើញរថយន្តម៉ាកនេះផ្លាកលេខហ្នឹងចាប់គាត់ខ្លួនជាបន្តហើយចាប់ដកទូរស័ព្ទហើយរាយការណ៍មកខ្ញុំជាបន្តទេពុំអត់ទេអត់ទេអូនអត់ទេ មកដាក់វាទៅប៉ុណ្ណឹងហើយខាងបងឯងមានរបួសច្រើនណាស់ណាព្រោះឯងនេះអញសឹកទេហ្នឹងបាន អត់ដឹងមិនទេអូន តែវាមានខ្លួនជីបដែរបងមានជីបដែរវាបងបានបងខ្ញុំ មិនទេរត់ ខ្ញុំស្រែកជ្រាវ បងប្អូនដែលចេញល្បាតបើឃើញរថយន្តម៉ាកនេះផ្លាកលេខហ្នឹងចាប់គាត់ខ្លួនជាបន្តហើយចាប់ដកទូរស័ព្ទហើយរាយការណ៍មកខ្ញុំជាបន្តឥឡូវនេះខ្ញុំសូមធ្វើការអាប់ដេតព័ត៌មានទាក់ទងទៅនឹងចារកម្មរបស់យោធាថៃដែលជាជនជាតិខ្មែរដែលបាននាំសារដែលបានផ្ដល់ដំណឹងទៅឲ្យថៃហើយថៃបានធ្វើការទម្លាក់គ្រាប់មកចំទីតាំងលេនដ្ឋានយោធាកម្ពុជាយើងទម្លាក់គ្រាប់មកកាន់ទីតាំងជនស៊ីវិលរបស់ខ្មែរយើងដែលពួកគាត់កំពុងតែឈរជើងឬក៏កំពុងតែរស់នៅជាងឃើញថាឥឡូវនេះម៉ោងហ្នឹងគឺកម្ពុជាយើងប្រកាសតាមចាប់បុរសម្នាក់ដែលជាចារកម្មឲ្យសៀមស្លៀកពាក់ជាទាហានកម្ពុជាជិះឡានព្រុសពណ៌សដែលមានផ្លាកលេខប៉ុណ្ណេះអញ្ចឹងឥឡូវនេះកម្ពុជាយើងគឺកំពុងតែមានបញ្ហាប្រជាជនខ្លួនឯងនេះអត់ស្មោះត្រង់អត់ស្រឡាញ់ជាតិទេបែរជាទៅលក់ក្បាលឲ្យសៀមដែលគេផ្ដល់ទឹកប្រាក់ឲ្យ$20000ប៉ុន្តែទឹកប្រាក់ហ្នឹងមិនទាន់បាន$20000ទេណាគេប្រគល់ឲ្យតែ$2500ចាយសិនទេហើយលក្ខខណ្ឌរបស់គេបើសិនជាផ្ដល់ដំណឹងទីតាំង BM21 នៅកន្លែងណាគេបាញ់ឆេះមួយគ្រឿងគេឲ្យ$5000ទៀតបន្ថែមទៅលើប្រាក់$20000ទៀតប្រជាជនយើងត្រូវរបួសច្រើនដែលស្លាប់ច្រើនហ្នឹងយោធាយើងត្រូវរបួសច្រើនស្លាប់ច្រើនដោយសារជនជាតិខ្មែរមួយចំនួនដែលក្បត់ជាតិលក់ក្បាលឲ្យសៀមហេតុអីបានសៀមវាទម្លាក់គ្រាប់ត្រង់ម្ល៉េះហើយវាដឹងទីតាំងយោធាយើងនៅកន្លែងណាមនុស្សនៅកន្លែងណានេះវាចូលមកទឹកដីក្នុងទឹកដីកម្ពុជាយើងជម្រៅ100គីឡូជម្រៅ50គីឡូ80គីឡូ100គីឡូវាដឹងទីតាំងកងទ័ពយើងក្រោយមកយើងចាប់បានម្ដងមួយពួកចារកម្មដែលជាជនជាតិខ្មែរលក់ក្បាលឲ្យសៀមនេះហើយបងប្អូននៅពេលយើងអត់ស្រឡាញ់ជាតិយើងបែកបាក់ផ្ទៃក្នុងជាតិយើងអាលីអាលុតដល់សប្តាហ៍ថ្ងៃនេះដោយសារខ្មែរយើងវាក្បត់ជាតិវាអត់ស្រឡាញ់ជាតិនឹងឯងសង្គ្រាមថៃឈ្លានពានយើង2ដងក្នុងឆ្នាំ2025នេះយើងចាប់បានចារកម្មរបស់យោធាសៀមយោធាថៃជាជនជាតិខ្មែរជាច្រើនអ្នកលើកទី1ចាប់បាន 3-4 អ្នកលើកទី2ចាប់បានទៀតហើយសុទ្ធតែជាជនជាតិខ្មែរបើយើងសួរចម្លើយទៅនេះគេឲ្យ$20000ហើយប៉ុន្តែគេឲ្យចាយ2500សិនឲ្យរាយការណ៍ឲ្យចំប្រាប់លេនដ្ឋានកងទ័ពនៅម្ដុំណាកំភ្លើងធំយើងនៅកន្លែងណា BM21 នៅកន្លែងណាប្រាប់គេអស់មកគេបាញ់ប្រចំគេឲ្យលុយអញ្ចឹងសូមបញ្ជាក់បងប្អូនដែលលក់ក្បាលឲ្យសៀមណាចុះបងប្អូនរាយការណ៍ពឹបយន្តហោះឲ្យមកតម្លាក់ភ្លឹបងាប់ទាំងអាអ្នករាយការណ៍មិនទៅអត់បានចាយលុយទាំងអស់អញ្ចឹងនៅពេលយើងក្រនៅពេលយើងគ្មានគំនិតយើងបំផ្លាញជាតិយើងសម្លាប់ខ្មែរគ្នាឯងយើងរាយការណ៍ឲ្យសត្រូវខ្មែរយើងលន់នល់ចាញ់សង្គ្រាមដោយសារអីដោយសារអាខាងក្នុងហ្នឹងក្បត់ទៅរាយការណ៍ឲ្យយួនខ្មែរក្រហមចាញ់បាក់ទ័ពដោយសារអីដោយសារមានអារនុកក្នុងមានអាចារកម្មទៅរាយការណ៍ឲ្យយួនលក់ក្បាលឲ្យយួននេះហើយទៅយើងចាញ់ទៅខ្មែរក្រហមចាញ់ឥឡូវហ្នឹងយើងកំពុងតែមានសង្គ្រាមបញ្ហាតាមព្រំដែនជាមួយសៀមជាមួយថៃហ្នឹងមានខ្មែរយើងលក់ក្បាលឲ្យសៀមឲ្យថៃហ្នឹងទៀតវាអត់ស្រឡាញ់ជាតិសោះហ្មងអាលុយហ្នឹងលុយអាចរកបានទេប៉ុន្តែជាតិបាត់បង់ទៅរកមិនបានទេអស់ហើយអញ្ចឹងសូមឲ្យបងប្អូនយើងស្រឡាញ់ជាតិណាជនជាតិណាក៏ដោយមកឲ្យលុយយើងឲ្យយើងក្បត់ជាតិយើងអត់ទទួលដាច់ខាតសុកចិត្តស្លាប់ដើម្បីជាតិសុកចិត្តមិនទទួលយកអីទាំងអស់សុកចិត្តអត់អីស៊ីប៉ុន្តែកុំឲ្យជាតិយើងបាត់បង់បើសិនប្រទេសយើងធរមាននៅមាននៅឡើយយើងដាច់បាយយើងអាចសុំបងប្អូនខ្មែរយើងហូបបានប៉ុន្តែនៅពេលជាតិយើងអាលាយហើយទៅសុំណាក៏បានដែរហើយគេក៏មិនទុកយើងណាយើងជាជនក្បត់ជាតិខ្លួនឯងគេប្រើយើងដើម្បីផលប្រយោជន៍ទេអញ្ចឹងសូមឲ្យបងប្អូនមេត្តាក្រោកឈរឡើងមេត្តាដឹងខ្លួនឡើងប្រទេសជាតិយើងអាលាយអស់ហើយប្រទេសយើងរួញអស់ហើយដោយសារបងប្អូនយើងអត់សាមគ្គីគ្នា
អត់ស្រឡាញ់គ្នាអត់ស្រឡាញ់ជាតិសុកចិត្តក្បត់ជាតិហ្នឹងណាឃើញទេយើងសង្គ្រាម5យប់5ថ្ងៃនេះចាប់បានចារកម្មយោធារបស់សៀមនោះសុទ្ធតែជាជនជាតិខ្មែរដែលរាយការណ៍ឲ្យទៅកងទ័ពយោធាថៃហើយពួកយោធាថៃបានប្រើយន្តហោះមកទម្លាក់គ្រាប់បែកស្លាប់បងប្អូនទាហានយើងស្លាប់ជនស៊ីវិលយើងដែលជាជនជាតិខ្មែរនេះតើបងប្អូនដែលលក់ក្បាលឲ្យសៀមហ្នឹងបានគិតទេបានគិតអត់មុននឹងបងប្អូនសម្រាប់ចិត្តលក់ក្បាលឲ្យគេនេះឥឡូវហ្នឹងគឺថាយោធាកម្ពុជាយើងប្រកាសតាមចាប់បរិសម្នាក់ដែលពាក់អាវជាយោធាខ្មែរហើយរាយការណ៍ទៅឲ្យយោធាសៀមហើយក្នុងថ្ងៃហ្នឹងមានសារសម្លេងបានប្រកាសថាឥឡូវនេះសៀមគេត្រៀមវាយយប់ហ្នឹងគេទម្លាក់គ្រាប់បែកនៅយោធាយើងម្ដុំនេះម្ដុំនោះម្ដុំនេះឃើញទេហើយថ្ងៃម៉េចហ្នឹងគឺចាប់បានចារកម្មរបស់សៀមបាន2នាក់នៅក្នុងខេត្តបាត់ដំបងហើយសុទ្ធតែជាជនជាតិខ្មែរនិយាយភាសាខ្មែរអត់មានភាសាអីទេក្រៅពីខ្មែរអានេះហើយដែលយើងអត់មានមនសិការៈជាតិចុះយើងហេតុអីបានយើងទៅយកលុយ$20000ដែលគេថាខ្យល់នេះហើយរាយការណ៍ផ្ដល់ព័ត៌មានទៅឲ្យជនជាតិសៀមដែលជាសត្រូវរបស់យើងហើយគេមកសម្លាប់បងប្អូនយើងកំទេចប្រទេសយើងតើយើងខួរក្បាលអីតើយើងជាជនជាតិស្អីកើតនៅឯណាអញ្ចឹងសូមឲ្យយើងដឹងអញ្ចឹងណាប្រទេសយើងមានដូនតាយើងបន្សល់ប្រាសាទអង្គរវត្តដែលជាប្រាសាទអច្ឆរិយៈដែលប្រទេសណាក៏មិនអាចធ្វើបានយើងត្រូវគិតកន្លែងហ្នឹងឈប់ណាឈប់លក់ក្បាលឲ្យសៀមឈប់លក់អីទៀតទៅក្រៅពីជាតិយើងស្មោះស្ម័គ្រនឹងជាតិយើងក្នុងប្រទេសយើងដរាបណាប្រជាជនយើងសាមគ្គីគ្នាយើងនឹងខ្លាំងអញ្ចឹងសូមឲ្យបងប្អូនយើងចាប់ពីថ្ងៃនេះទៅរួមគ្នាសាមគ្គីយុវជនដែលធ្លាប់តែធ្វើពីលាអាវ៉ាសែជាជនពីលដាវលួចឆក់ប្លន់កិច្ចសាលារៀនប្រឹងប្រែងរៀនសូត្រប្រឹងប្រែងដើម្បីប្រទេសជាតិយើងចូលរួមអភិវឌ្ឍឲ្យខ្មែរយើងកាន់តែខ្លាំងក្លាយជាកូនអ្នកនៅអាស៊ីយើងសម្លឹងទៅមើលប្រទេសគេទូចដែលគេប្រឹងប្រែងអភិវឌ្ឍណាស់កសាងជាតិគេណាស់ដើម្បីក្លាយជាស្ដេចសេដ្ឋកិច្ចជាមហាសេដ្ឋកិច្ចជាកំពូលសេដ្ឋកិច្ចដោយប្រទេសសិង្ហបុរីអញ្ចឹងប្រទេសទូចមួយប៉ុនខេត្តបៃលិននេះប៉ុន្តែកំពូលមហាសេដ្ឋកិច្ចប្រជាជនគេរស់នៅស្រួលប្រទេសគេអភិវឌ្ឍជឿនលឿនប្រជាជនប្រទេសគេមានធនធានមនុស្សគ្រប់គ្រាន់ហេតុអីដោយសារប្រជាជនគេភ្ញាក់រលឹកប្រឹងប្រែងស្រឡាញ់ជាតិអភិវឌ្ឍជាតិខំប្រឹងប្រែងជួយជាតិរបស់គេដើម្បីជួយជាតិបានយើងទី1ផ្ដើមចេញពីការប្រឹងប្រែងរៀនសូត្រផ្ដើមចេញពីមនសិការៈជាតិស្រឡាញ់ជាតិស្រឡាញ់ប្រជាជនខ្លួនឯងចូលរួមប្រកួតប្រជែងជាមួយប្រទេសដទៃនេះហើយទៅជាតិយើងអភិវឌ្ឍទៅមុខណាអញ្ចឹងសូមឲ្យបងប្អូនយុវជនយើងប្រឹងប្រែងណាចប់បាក់ឌុបតែណាចូលធ្វើទាហានចូលធ្វើទាហានតែណាប្រឹងប្រែងរៀនបន្តរៀនជំនាញដើម្បីជួយជាតិធ្វើតាមជំនាញរបស់យើងដាច់ខាតកុំទៅធ្វើក្មេងពេលលាអាវ៉ាសែដែរជាក្មេងមិនបានរីកចម្រើនដល់ជាតិគឺឈប់ទៅក្មេងបងប្អូនដែលដើរកាប់ចាក់គ្នាសម្រាប់កាប់ចាក់គ្នាជុម៉ាប្រើថ្នាំញៀនបោះបង់អានឹងចោលទាំងអស់ងាកមកចូលកងទ័ពរបស់យើងដើម្បីការពារជាតិចាប់ពីថ្ងៃហ្នឹងទៅលះបង់រឿងអត់ប្រយោជន៍មកចូលរួមកសាងជាតិការពារជាតិរបស់យើងដែលកំពុងតែមានសត្រូវយាយីហើយបោសសម្អាតពួកលក់ក្បាលឲ្យសៀមចោលអស់ណាបោសសម្អាតចោលចាប់បានបងប្អូនយកធ្វើទៅសម្រាប់ខ្ញុំគិតថាមិនមែនជាខ្មែរទេលែងចាត់ទុកជាខ្មែរដកសញ្ជាតិកវត្តចោលបណ្ដោយអញ្ចឹងសូមឲ្យព្រះមហាក្សត្រកម្ពុជាគឺនឹងរាជរដ្ឋាភិបាលកម្ពុជាបើចាប់បានពួកអាចារកម្មយោធារបស់សៀមដែលជាជនជាតិខ្មែរគឺដកហូតសញ្ជាតិខ្មែរចោលព្រោះអស់ហ្នឹងមិនមែនជាជនជាតិខ្មែរទេបើជនជាតិខ្មែរអត់មានទៅធ្វើចារកម្មឲ្យសត្រូវឲ្យសត្រូវមកសម្លាប់ខ្មែរឲ្យសត្រូវមកកំទេចប្រទេសយើងទេនឹងមិនមែនខ្មែរទេអញ្ចឹងសូមបងប្អូនឲ្យចាំកន្លែងហ្នឹងត្រូវចាំកន្លែងហ្នឹងថាមិនមែនជាជនជាតិខ្មែរបើជាជនជាតិខ្មែរដកសញ្ជាតិកវត្តចោលអស់ប្រ
បណ្ដឹងចេញពីប្រទេសទៀតខ្ញុំមិនហ៊ានផ្ដល់យោបល់ប្រាប់បងប្អូនថាឲ្យសម្លាប់ចោលទេព្រោះជាជីវិតប៉ុន្តែស្រេចលើច្បាប់ប៉ុន្តែសូមឲ្យដកសញ្ជាតិខ្មែរហើយយើងមិនមែនតិចណាខ្មែរយើងឥឡូវនេះកំពុងតែចាប់ផ្ដើមអត់ទុកចិត្តគ្នារឿងព័ត៌មានអញផ្ដល់ព័ត៌មានទៅឯងខ្លាចឯងផ្ដល់ព័ត៌មានទៅឲ្យអ្នកផ្សេងមួយទៀតអញខ្លាចឯងផ្ដល់ព័ត៌មានឲ្យសៀមមួយទៀតអញ្ចឹងចាប់ដើមអត់ទុកចិត្តគ្នាបែកបាក់ផ្ទៃក្នុងគឺឈប់ឲ្យមានរឿងនឹងបែករឿងនឹងកើតឡើងសូមឲ្យយើងទុកចិត្តគ្នាស្រឡាញ់គ្នាកសាងជាតិជាធ្លុងតែមួយជាចិត្តស្មោះស្ម័គ្រដើម្បីកម្ពុជាឈប់លក់ក្បាលឲ្យបរទេសទៀតដរាបណាយើងមិនភ្ញាក់លើកទេប្រទេសយើងអត់ទៅមុខទេយើងកាន់តែរួញទៅណាអាខាងកើតក៏ឆ្លៀនពៀនអាខាងលិចក៏ឆ្លៀនពៀនប្រជាជនក្រក្បត់ជាតិទៀតផ្ដល់ព័ត៌មានជាតិទៅឲ្យជាតិសាសន៍ដទៃដើម្បីមកបំផ្លាញខ្មែរនេះជារឿងមួយដែលខ្ញុំក្នុងនាមជាកូនខ្មែរខ្ញុំមានភាពឈឺចាប់នៅពេលដែលកូនខ្មែរមួយចំនួនដែលចាប់បានជាចារកម្មរបស់សត្រូវរបស់យើងគឺជនជាតិសៀមរាយការណ៍ព័ត៌មានសន្តិសុខជាតិរាយការណ៍ព័ត៌មានជាតិទៅឲ្យសត្រូវឲ្យគេមកបំផ្លាញខ្មែរមកសម្លាប់ខ្មែរនេះជារឿងមួយដែលយើងមានភាពឈឺចាប់ណាស់នៅពេលឲ្យប្រជាជនខ្មែរយើងមួយចំនួនដែលលក់ក្បាលឲ្យសៀមដើម្បីលុយនឹងមិនប្រឹងរកស៊ីដោយកម្ដាប់ដៃនេះមកធ្វើការសុចរិតមកណាសូមឲ្យស្រឡាញ់ជាតិទាំងអស់គ្នា